អ្នកមួយចំនួននឹងតែងតែពោលពាក្យថាខ្ញុំរវល់ខ្លាំងណាស់ខ្ញុំគ្មានពេលទេសូម្បីតែពេលសម្រាប់ខ្លួនឯងប្រសិនបើអ្នកគ្មានពេលសម្រាប់ខ្លួនឯងហើយតើអ្នកមានពេលឯណាសម្រាប់ផ្ដល់ទៅឲ្យមនុស្សជាទីស្រឡាញ់របស់អ្នកបានចុះបើសិនជាអ្នកអត់មានពេលវេលាសម្រាប់ផ្ដល់ទៅឲ្យមនុស្សជាទីស្រឡាញ់អ្នកបានទេហើយក៏គ្មានពេលធ្វើកិច្ចការងារដែលមានប្រយោជន៍ជាច្រើនទៀតតើពេលនោះមានរឿងអ្វីកើតឡើងអ្នកអត់មានពេលសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកទេប៉ុន្តែចុងក្រោយអ្នកក៏មានពេលបែកគ្នាអ្នកអត់មានពេលហាត់ប្រាណដើម្បីសុខភាពរបស់ខ្លួនទេប៉ុន្តែចុងក្រោយអ្នកក៏មានពេលដេកឈឺនៅក្នុងមន្ទីរពេទ្យអ្នកអត់មានពេលអានសៀវភៅទេប៉ុន្តែចុងក្រោយអ្នកក៏បាត់បង់ឱកាសល្អបំផុតមួយក្នុងការចេះដឹងអ្នកអត់មានពេលទៅសួរសុខទុក្ខឪពុកម្ដាយរបស់អ្នកទេប៉ុន្តែចុងក្រោយអ្នកក៏មានពេលស្ដាយក្រោយនិងពេលដែលបាត់បង់គាត់និងគ្មានឱកាសបានឃើញមុខគាត់ជារៀងរហូតអ្នកអត់មានពេលវេលាវឹកហាត់ចំណេះជំនាញកិច្ចការរបស់ខ្លួនបន្ថែមទេប៉ុន្តែចុងក្រោយអ្នកក៏គ្មានឱកាសរីកចម្រើននិងបានឡើងតួនាទីមុខតំណែងដែរអ្នកអត់មានពេលរាប់អានមិត្តភ័ក្តិទេប៉ុន្តែចុងក្រោយអ្នកក៏នៅឯកោតែម្នាក់ឯងអ្នកអត់មានពេលតាមដានរឿងប្រទេសជាតិទេប៉ុន្តែចុងក្រោយអ្នកក៏គ្មានការរីកចម្រើនហើយកាន់តែធ្លាក់ចុះដុនដាបអ្នកអត់មានពេលដើម្បីស្វែងរកចំណេះទេប៉ុន្តែចុងក្រោយអ្នកនឹងក្លាយទៅជាមនុស្សដែលល្ងងខ្លៅមនុស្សមិនតិចទេដែលបន្ទោសឬក៏យកលេសថាខ្លួនរវល់ខ្លាំងណាស់ខ្លួនគ្មានពេលរៀនសូត្រទេខ្លួនអត់មានពេលទៅសួរសុខទុក្ខឬក៏រាប់អានមិត្តភ័ក្តិទេប៉ុន្តែធាតុពិតគឺអ្នកអាចធ្វើបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលអ្នកចង់តើអ្វីដែលខ្ញុំបាននិយាយហ្នឹងតើពិតជាអញ្ចឹងមែនទេបើពិតកុំភ្លេច comment ខាងក្រោមនេះផងណាចាខ្ញុំសសិដ្ឋារតន៍អរគុណជួបគ្នានៅវីដេអូក្រោយទៀត